អស្ចារ្យណាស់បងប្អូនអើយកូនខ្មែរយើងឥឡូវមានសមត្ថភាពផលិតជីដោយខ្លួនឯងដោយមិនចាំបាច់នាំចូលទាំងស្រុងពីក្រៅប្រទេសនោះទេហើយសង្ឃឹមថាថ្ងៃមុខនឹងអាចពុតគង់ដោយមិនចាំបាច់នាំចូលជីពីក្រៅប្រទេសទៀតឡើយហើយថ្ងៃនេះខ្ញុំបាទនាំបងប្អូនឲ្យស្គាល់រោងចក្រផលិតជីរបស់កូនខ្មែរដែលបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយមកដល់ផ្ទាល់អញ្ចឹងបានឃើញថាអស្ចារ្យខ្មែរយើងពិតជាមានសមត្ថភាពមែនហើយពេលបានមកដល់ឃើញថារោងចក្រពិតជាធំមែនបងប្អូនអាចនិយាយបានថាជារោងចក្រផលិតជីដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជាក៏បានដែរព្រោះថានៅទីនេះបំពាក់នៅម៉ាស៊ីនទំនើបស្វ័យប្រវត្តិម៉ាស៊ីនធំណាស់ដោយបងប្អូនមកយើងបានឃើញម៉ាស៊ីនផលិតកំពុងតែវិលនេះគឺកំពុងផលិតជីដើម្បីផ្គត់ផ្គង់ទៅដល់កសិកររបស់យើងនឹងហើយអ្វីដែលរំភើបគឺឃើញទង់ជាតិខ្មែរនៅលើសម្បកបេបញ្ជាក់បានថានេះគឺជាផលិតផលខ្មែរពិតអញ្ចឹងបានថាកូនខ្មែរយើងឥឡូវមានសមត្ថភាពមិនធម្មតាមែនហើយអ្វីដែលកាន់តែពិសេសគឺរោងចក្របានប្រមូលយកកាកសំណល់ជាច្រើននៅតាមទីផ្សារដើម្បីយកមកផលិតជីនេះអញ្ចឹងអាចនិយាយបានថាមិនត្រឹមតែជាផលិតផលនៅក្នុងស្រុកប៉ុណ្ណោះទេថែមទាំងជួយដល់បរិស្ថានផងដែរដោយពាក្យស្លោករបស់រោងចក្រគឺបង្កើតពីធម្មជាតិដើម្បីរក្សាធម្មជាតិដូច្នេះបងប្អូនគ្រប់គ្រងជីរបស់ក្រុមហ៊ុនហ៊ុយយុនដោយបានជួយថែរក្សាបរិស្ថានផងដែរដូច្នេះបងប្អូនត្រូវការជីប្រើប្រាស់លើដំណាំអាចទាក់ទងមកកាន់ក្រុមហ៊ុនហ៊ុយយុនបានខ្ញុំនឹងដាក់លេខទូរស័ព្ទនៅលើអេក្រង់ឬក៏អាចរកទិញនៅតាមដេប៉ូ25ខេត្តក្រុងក៏បានដែរ